សួស្តីលោកតាលោកយាយនិងបងប្អូនជាទីស្រឡាញ់ភាពក្មេងខ្ចីមិនត្រឹមតែបង្ហាញតាមរយៈស្បែកឬរូបរាងកាយប៉ុណ្ណោះទេប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺបញ្ញាស្មារតីដ៏វាងវៃនិងចិត្តគំនិតដ៏រហ័សរហួនប្រសិនបើលោកតាលោកយាយនិងបងប្អូនកំពុងស្វែងរកប្រភពទឹកនៃភាពក្មេងខ្ចីសម្រាប់ខួរក្បាលចម្លើយគឺស្ថិតនៅក្នុងផ្ទះបាយរបស់អស់លោកអ្នកផ្ទាល់តែម្ដងរបបអាហារមានសមត្ថភាពផ្លាស់ប្ដូររចនាសម្ព័ន្ធនិងមុខងារនៃកោសិកាស្រស័យប្រសាទជួយឲ្យយើងបង្ការបាននូវជំងឺចុកខ្សោយប្រព័ន្ធស្រស័យប្រសាទដ៏គ្រោះថ្នាក់ដូចជា Alzheimer ជាដើមនៅក្នុងអត្ថបទនេះយើងនឹងរួមគ្នាស្វែងយល់អំពីអាហារ MIF 9 ប្រភេទដែលជួយកែលម្អការចងចាំនិងបង្កើនសមត្ថភាពបដោតអារម្មណ៍យើងនឹងបកស្រាយថាហេតុអ្វីបានជាប្រេងអូលីវត្រូវបានគេប្រសិទ្ធនាមថាជាមាសរីវសម្រាប់ខួរក្បាលឬហេតុអ្វីបានជាសូកូឡាខ្មែរបន្តិចបន្តួចអាចជួយឲ្យបងប្អូនឆ្លាតជាងមុនសូមមកចាប់ផ្ដើមដំណើរថែរក្សាសុខភាពខួរក្បាលជាមួយខ្ញុំនៅថ្ងៃនេះទាំងអស់គ្នាទី1ការ៉ុតលេខ1នោះគឺការ៉ុតគឺជាប្រភេទបន្លែស្រួយដែលល្អខ្លាំងណាស់សម្រាប់ទាំងខួរក្បាលនិងរាងកាយរបស់យើងប្រសិនបើលោកតាលោកយាយនិងបងប្អូនចង់រក្សាខួរក្បាលឲ្យនៅតែក្មេងខ្ចីជានិច្ចសូមទទួលទានការ៉ុតយើងអាចកិនធ្វើជាទឹកផ្លែឈើធ្វើជានំភីងខេការ៉ុតឬញ៉ាំឆៃក៏សុទ្ធតែល្អទាំងអស់អ្វីដែលទាក់ទងនឹងការ៉ុតគឺសុទ្ធតែអស្ចារ្យតើបងប្អូនដឹងទេថាហេតុអ្វីព្រោះការ៉ុតមានផ្ទុកទៅដោយវីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើនយើងសុទ្ធតែធ្លាប់ឮថាការ៉ុតល្អសម្រាប់ភ្នែកប៉ុន្តែតាមពិតទៅការ៉ុតបន្មាណមើមក្នុងមួយថ្ងៃក៏អាចរក្សាខួរក្បាលរបស់យើងឲ្យមានសុខភាពល្អផងដែររឿងនេះគឺអាស្រ័យលើសមាសធាតុពិសេសមួយដែលមាននៅក្នុងការ៉ុតវាល្អណាស់សម្រាប់ការចងចាំនិងជួយយើងកាត់បន្ថយការចុះខ្សោយនៃការចងចាំដែលបណ្ដាលមកពីវ័យក្រៅពីនេះវាក៏ជួយកាត់បន្ថយការរលាកក្នុងខួរក្បាលទៀតផងអ្នកជំនាញបានបញ្ជាក់ថាការរត់មានប្រសិទ្ធភាពក្នុងការពង្រឹងសុខភាពខួរក្បាលហើយពួកគេបានធ្វើពិសោធន៍ជាច្រើននិងបានរកឃើញភស្តុតាងជាច្រើនអំពីតួនាទីនៃសមាសធាតុពិសេសនេះក្នុងការស្ដារការចងចាំឡើងវិញការពិសោធន៍មួយក្នុងចំណោមនោះត្រូវបានធ្វើឡើងលើសត្វកណ្ដុរដែលត្រូវបានគេឲ្យស៊ីរបបអាហារបន្ថែមសមាសធាតុពិសេស20 មីលីក្រាមដែលមានក្នុងគ្រាប់ការ៉ុតលទ្ធផលពិតជាគួរឲ្យភ្ញាក់ផ្អើលសត្វកណ្ដុរបានកាត់បន្ថយការរលាកក្នុងខួរក្បាលយ៉ាងខ្លាំងហើយការចងចាំរបស់ពួកវាត្រូវបានស្ដារឡើងវិញប្រហាក់ប្រហែលនឹងកណ្ដុរដែលនៅក្មេងតើការ៉ុតនេះធ្វើអ្វីផ្សេងទៀតក្រៅពីជួយឲ្យភ្នែកនិងខួរក្បាលរបស់យើងក្មេងជាងវ័យប្រសិទ្ធភាពប្រឆាំងនឹងភាពចាស់របស់វាមិនត្រឹមតែកំណត់ត្រឹមខួរក្បាលនោះទេវាក៏ជួយឲ្យយើងមានស្បែកស្អាតនិងប្រឆាំងនឹងស្នាមជ្រួញផងដែរការ៉ុតក៏ជួយការពារជំងឺមហារីកប្រភេទផ្សេងៗជាពិសេសមហារីកប្រវៀនធំដោយសារសារធាតុ Phytochemical និង Carotenoid ដែលមាននៅក្នុងនោះតើបងប្អូនទទួលទានការ៉ុតរបៀបណាតើញ៉ាំឆៃឬកិនជាទឹកសូមចែករំលែកចំណូលចិត្តរបស់លោកតាលោកយាយនិងបងប្អូននៅក្នុងផ្នែកមតិយោបល់ខាងក្រោមផងណាទី2 Flyberry Berry លេខ2គឺប្រភេទ Flyberry គឺឆ្ងាញ់ខ្លាំងណាស់ជាពិសេសនៅពេលដែលបងប្អូនប្រើវាធ្វើជាគ្រឿងលម្អពីលើកែវទឹកក្រឡុកដ៏អស្ចារ្យនោះពិតជាជម្រើសអាហារពេលព្រឹកដែលផ្ដល់អាហារូបត្ថម្ភប៉ុន្តែតើបងប្អូនដឹងទេថាមានភស្តុតាងវិទ្យាសាស្ត្រយ៉ាងរឹងមាំថាការញ៉ាំ Flyberry ជួយរក្សាខួរក្បាលរបស់យើងឲ្យមានសុខភាពល្អនិងក្មេងខ្ចីផ្លែ Strawberry, Blueberry និង Raspberry សុទ្ធតែជួយកែពារការបាត់បង់ការចងចាំដែលទាក់ទងនឹងអាយុនិងការប្រែប្រួលផ្សេងៗទៀតអ្នកជំនាញនិយាយថាការញ៉ាំ Flyberry មានប្រយោជន៍ខ្លាំងណាស់សម្រាប់ខួរក្បាលដែលកំពុងមានវ័យចំណាស់ហើយរឿងនេះគឺដោយសារតែ Flyberry មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើនសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះនឹងប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីនិងការពារការខូចខាតដែលពួកវាបង្កឡើង Flyberry ក៏ផ្លាស់ប្ដូររបៀបដែលកោសិកាស្រស័យប្រសាទក្នុងខួរក្បាលទាក់ទងគ្នាផងដែរការផ្លាស់ប្ដូរនេះមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជួយកាត់បន្ថយការរលាកហើយបងប្អូនប្រហែលជាឆ្ងល់ថាការរលាកក្នុងខួរក្បាលប៉ះពាល់ដល់យើងយ៉ាងដូចម្តេចវាបង្កការខូចខាតដល់ស្រស័យប្រសាទធ្វើឲ្យយើងជួបបញ្ហាជាមួយនឹងសមាសភាពនៃការយល់ដឹងនិងការគ្រប់គ្រងចលនាអ្នកជំនាញបានបង្ហាញថាប្រភេទ Flyberry ដូចជា Blueberry និង Strawberry ជួយកាត់បន្ថយភាពតានតឹងក្លិនកោសិកានិងពន្យឺតដំណើរនៃភាពចាស់តើការញ៉ាំ Flyberry បែបណាទើបសមស្រប
នេះគឺជាវិធីដែលមេរៀនជីវិតចូលចិត្តធ្វើយើងនឹងយកទឹកដោះគោក្របអាល់ម៉ុនបន្តិចផ្កាសាហ្វ្រុនប៉ុន្មានសរសៃនិងយ៉ាអ៊ូស្រស់រួចកិនបញ្ចូលគ្នាជាមួយនឹង flyberry ឲ្យច្រើនកែវទឹកក្រឡុករបស់យើងគឺរួចរាល់ហើយបន្ថែមទឹកកកបន្តិចប្រសិនបើបងប្អូនចង់ឲ្យទឹកក្រឡុកខាប់ជាងមុនហើយលម្អជាមួយ strawberry blueberry raspberry ស្រស់និងគ្រាប់ធញ្ញជាតិ 2-3 គ្រាប់ទី3គឺត្រីចង់បានខួរក្បាលដែលមានសុខភាពល្អនិងក្មេងជាងវ័យសូមញ៉ាំត្រីធូណាឬត្រីសាល់ម៉ុនឬញ៉ាំត្រីសាឌីនឲ្យបានច្រើននៅក្នុងអាហារពេលថ្ងៃត្រង់យើងអាចឃើញថាត្រីជាពិសេសត្រីដែលមានខ្លាញ់គឺល្អខ្លាំងណាស់សម្រាប់ខួរក្បាលហើយការស្រាវជ្រាវបានបង្ហាញថាកំហាប់អូមេហ្គា 3 ខ្ពស់នឹងបង្កើនលំហូរឈាមទៅកាន់ខួរក្បាលកាន់តែច្រើនជួយឲ្យខួរក្បាលដំណើរការបានល្អប្រសើរមិនត្រឹមតែប៉ុណ្ណោះអូមេហ្គា 3 នៅតែជួយកែលម្អសមត្ថភាពគិតនិងជំនាញយល់ដឹងរបស់យើងទៀតផងហើយបងប្អូនដឹងទេថាតើប្រភេទអាហារណាដែលមានផ្ទុកអូមេហ្គា 3 ច្រើនជាងគេនោះគឺត្រីដែលមានខ្លាញ់អូមេហ្គា 3 នៅក្នុងត្រីខ្លាញ់ជួយបង្កើតភ្នាជុំវិញកោសិកានីមួយៗនៅក្នុងរាងកាយរបស់យើងរួមទាំងកោសិកាខួរក្បាលផងដែរអូមេហ្គា 3 ពិតជាមានភារកិច្ចសំខាន់ណាស់ពួកវាជួយកែលម្អរចនាសម្ព័ន្ធនៃកោសិកាសរសៃប្រសាទនៅក្នុងខួរក្បាលអ្នកវិទ្យាសាស្ត្របានសិក្សាលើមនុស្សជាង 3,000 នាក់ដែលមានអាយុចាប់ពី65ឆ្នាំឡើងទៅដើម្បីស្វែងរកទំនាក់ទំនងរវាងទម្លាប់នៃការញ៉ាំនិងសកម្មភាពរបស់ខួរក្បាលអ្នកដែលញ៉ាំត្រីសម្បូរអូមេហ្គា 3 ចាប់ពី3 ដងឡើងទៅក្នុងមួយសប្តាហ៍មានហានិភ័យនៃបញ្ហាខួរក្បាលទាបជាង 26% ការញ៉ាំត្រីខ្លាញ់ជាទៀងទាត់ក៏ជួយការពារសារធាតុសនៅក្នុងខួរក្បាលរបស់យើងផងដែរដូច្នេះតើយើងគួរញ៉ាំត្រីប្រភេទណាជាការពិតណាស់ត្រីធូណាត្រីសាល់ម៉ុននិងត្រីសាឌីនសុទ្ធតែស្ថិតក្នុងបញ្ជីនេះប៉ុន្តែកុំមិនមើលរំលងត្រីម៉ាការ៉ែលនិងត្រីហឺរីងពួកវាក៏ល្អខ្លាំងសម្រាប់សុខភាពខួរក្បាលដែរត្រីទាំងអស់នេះសុទ្ធតែមានផ្ទុកវីតាមីន B12 ដែលជួយការពារខួរក្បាលពីជំងឺ Alzheimer ទី4គ្រាប់ធញ្ញជាតិលេខ4គឺប្រភេទគ្រាប់ធញ្ញជាតិនេះគឺជាប្រភេទអាហារដ៏អស្ចារ្យមួយផ្សេងទៀតសម្រាប់ខួរក្បាលដែលមានសុខភាពល្អនិងក្មេងខ្ចីនោះប្រហែលជាមូលហេតុដែលគ្រាប់ walnut មានរូបរាងដូចខួរក្បាលប៉ុន្តែមិនមែនមានតែគ្រាប់ walnut ទេគ្រាប់ almond និងគ្រាប់ផ្កាឈូករកក៏អស្ចារ្យខ្លាំងណាស់ដែរប៉ុន្តែហេតុអ្វីបានជាគ្រាប់ធញ្ញជាតិទាំងនេះល្អសម្រាប់យើងពីព្រោះពួកវាមានផ្ទុកនូវខ្លាញ់មិនទាន់ឆ្អែតវីតាមីន E អាស៊ីតខ្លាញ់អូមេហ្គា 3 និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀតខ្លាញ់មិនទាន់ឆ្អែតជួយរក្សាសរសៃឈាមឲ្យមានភាពស្រឡះល្អប៉ុន្តែវាមិនមែនជាភារកិច្ចតែមួយគត់របស់គ្រាប់ធញ្ញជាតិនោះទេពួកវាមានផ្ទុកសេរ៉ូតូនីនដែលជួយបង្កើនអារម្មណ៍ស្រស់ស្រាយហើយអ្នកជំនាញបានរកឃើញទំនាក់ទំនងរវាងការញ៉ាំគ្រាប់ធញ្ញជាតិបានច្រើននិងមុខងារខួរក្បាលដែលល្អប្រសើរក្នុងវ័យចំណាស់គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជផ្ដល់នូវបរិមាណវីតាមីន E យ៉ាងច្រើននិងជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាបញ្ចូលរឿងនេះជាមួយថាមពលនៃអាស៊ីតខ្លាញ់អូមេហ្គា 3 យើងនឹងមានជម្រើសដ៏ល្អឥតខ្ចោះការសិក្សាក៏បានបង្ហាញផងដែរថាវីតាមីន E នឹងជួយកាត់បន្ថយហានិភ័យនៃជំងឺ Alzheimer និងកែលម្អការយល់ដឹងតើយើងគួរញ៉ាំគ្រាប់ធញ្ញជាតិប៉ុន្មានក្នុងមួយថ្ងៃទើបគ្រប់គ្រាន់ជាមធ្យមការញ៉ាំប្រហែល28 ក្រាមក្នុងមួយថ្ងៃគឺជាវិធីល្អបំផុតដើម្បីថែរក្សាសុខភាពខួរក្បាលដោយមិនចាំបាច់ស្រូបយកកាឡូរីច្រើនពេកព្រោះគ្រាប់ធញ្ញជាតិភាគច្រើនមានកម្រិតកាឡូរីខ្ពស់ទី5ប្រេងអូលីវទី5គឺប្រេងអូលីវលោកតាលោកយាយនិងបងប្អូនសុទ្ធតែដឹងថាប្រេងអូលីវល្អសម្រាប់សក់និងស្បែកយ៉ាងដូចម្ដេចមែនទេវាផ្ដល់សំណើមយ៉ាងអស្ចារ្យដល់ស្បែកនិងសក់របស់យើងប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាប្រេងអូលីវក៏ល្អសម្រាប់ខួរក្បាលផងដែរប្រេងអូលីវជាពិសេសប្រភេទ extra virgin គឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកយ៉ាងខ្លាំងទាំងរាងកាយនិងខួរក្បាលរបស់យើងសុទ្ធតែត្រូវការប្រេងអូលីវមានភស្តុតាងដែលបង្ហាញថាប្រេងប្រភេទពិសេសនេះជួយពន្យឺតដំណើរការនៃភាពចាស់របស់ខួរក្បាលការសិក្សាមួយក៏បានបង្ហាញផងដែរថាប្រេងប្រភេទ extra virgin ជួយកែលម្អការចងចាំនៅភាពបត់បែនក្នុងរយៈពេលខ្លីដោយសារតែបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ប្រេងអូលីវប្រភេទនេះក៏ជួយការពារខួរក្បាលពីការខូចខាតដែលបង្កឡើងដោយជំងឺ Alzheimer ផងដែរហើយប្រសិនបើបងប្អូនកំពុងឆ្ងល់ថាតើវិធីណាដែលល្អបំផុតក្នុងការបន្ថែមប្រេងអូលីវទៅក្នុងរបបអាហារយើងអាចស្រោចប្រេងអូលីវលើសាឡាតប្រឡាក់សាច់និងគ្រឿងសមុទ្រឬសូម្បីតែលាបលើនំប៉័ងមុនពេលយើងដុតប្រេងដែលល្អសម្រាប់សុខភាពនេះគឺមានច្រើនសន្តានណាស់បងប្អូនប្រកាសជាមិនមានអារម្មណ៍ធុញទ្រាន់ឡើយ
មេរៀនជីវិតเทนี่จูนទី6គឺសូកូឡាខ្មៅទី6គឺសូកូឡាខ្មៅការញ៉ាំអាហារដើម្បីរក្សាខួរក្បាលឲ្យនៅក្មេងមិនមែនមានន័យថាបងប្អូនត្រូវបោះបង់រសជាតិដ៏ឆ្ងាញ់នោះទេទាំងសុខភាពនិងរសជាតិអាចដើរទន្ទឹមគ្នាបានឥឡូវនេះយើងមានហេតុផលបន្ថែមទៀតដើម្បីរីករាយជាមួយសូកូឡាខ្មៅបន្តិចបន្តួចបន្ទាប់ពីអាហារពេលល្ងាចឬបំពេញសូកូឡាខ្មៅទៅក្នុងសាឡាដផ្លែឈើរបស់យើងរឿងនេះពិតជានឹងធ្វើឲ្យម្ហូបរបស់យើងកាន់តែមានជីវជាតិនិងឆ្ងាញ់ជាងមុនហេតុអ្វីបានជាយើងសរសើរសូកូឡាយ៉ាងនេះព្រោះសូកូឡាប្រភេទនេះរក្សាខួរក្បាលរបស់យើងឲ្យក្មេងខ្ចីសុខភាពល្អនិងមានភាពបត់បែនអ្វីទាំងអស់គឺដោយសារតែបរិមាណកាកាវខ្ពស់ដរាបណាសូកូឡារបស់បងប្អូនសម្បូរកាកាវខួរក្បាលរបស់យើងនឹងចូលចិត្តខ្លាំងណាស់តើអ្វីដែលធ្វើឲ្យសូកូឡាខ្មៅល្អសម្រាប់ខួរក្បាលចម្លើយគឺស្ថិតនៅក្នុង flavonoid ដែលជាសមាសធាតុប្រឆាំងអុកស៊ីតកម្មពិសេសដ៏សំខាន់សម្រាប់ខួរក្បាលពួកវាប្រយុទ្ធប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្មដែលជាស្ថានភាពមួយដែលខួរក្បាលរបស់យើងងាយនឹងកើតមាន flavonoid ក៏ជួយជំរុញការលូតលាស់នៃសរសៃឈាមនិងកោសិកាប្រសាទនៅក្នុងផ្នែកជាក់លាក់នៃខួរក្បាលដែលទទួលខកត្រូវចំពោះការចងចាំនិងការរៀនសូត្រពួកវាក៏ជួយជំរុញលំហូរឈាមក្នុងខួរក្បាលឲ្យកាន់តែល្អប្រសើរផងដែរនេះមិនមែនជាការស្មានប៉ុណ្ណោះទេប៉ុន្តែត្រូវបានបញ្ជាក់ដោយវិទ្យាសាស្ត្រអ្នកវិទ្យាសាស្ត្របានបញ្ជាក់ពីឥទ្ធិពលបង្កើនថាមពលខួរក្បាលរបស់សូកូឡាខ្មៅអ្នកដែលបានចូលរួមក្នុងការស្រាវជ្រាវត្រូវបានគេឲ្យញ៉ាំសូកូឡាខ្មៅដែលមានផ្ទុកយ៉ាងហោចណាស់ជិត 10% នៃកាកាវបន្ទាប់មកវិធីសាស្ត្រថតរូបភាពត្រូវបានប្រើប្រាស់ដើម្បីសិក្សាសកម្មភាពក្នុងខួរក្បាលហើយលទ្ធផលបានបង្ហាញថាសូកូឡាបានកែលម្អសមត្ថភាពរៀនសូត្ររបស់ខួរក្បាលរួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀតដែលទាក់ទងនឹងខួរក្បាលទី7ស៊ុតលេខ7គឺស៊ុតនេះគឺជាប្រភេទអាហារដ៏សាមញ្ញក្នុងផ្ទះបាយប៉ុន្តែវាគឺជាកំពូលអាហារសម្រាប់ខួរក្បាលដែលយើងមិនគួររំលងស៊ុតមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ជាច្រើនជាពិសេសគឺឆូលីនតើលោកតាលោកយាយនិងបងប្អូនដឹងទេថាឆូលីនសំខាន់យ៉ាងណានេះគឺជាសមាសធាតុដែលរាងកាយប្រើដើម្បីបង្កើតអាសេទីលខូលីនដែលជាសារធាតុបញ្ជូនសរសៃប្រសាទជួយគ្រប់គ្រងអារម្មណ៍និងការចងចាំការសិក្សាបានបង្ហាញថាការទទួលបានឆូលីនគ្រប់គ្រាន់មានទំនាក់ទំនងផ្ទាល់ទៅនឹងការកែលម្អមុខងារយល់ដឹងនិងជួយឲ្យការចងចាំកាន់តែមុតស្រួយលើសពីនេះផ្នែកពណ៌លឿងនៃស៊ុតក៏មានផ្ទុកវីតាមីន B12 និងអាស៊ីតហ្វូលិកឬអាស៊ីតហ្វូលិកច្រើនផងដែរសារធាតុទាំងនេះជួយបង្ការការរួញខួរក្បាលចំពោះមនុស្សចាស់និងកាត់បន្ថយកម្រិតហូម៉ូស៊ីស្តេអ៊ីនក្នុងឈាមដែលជាកត្តាបង្កហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនិងការចុះខ្សោយបញ្ញាបងប្អូនអាចចម្អិនស៊ុតបានច្រើនយ៉ាងដូចជាស្ងោរចំហុយឬញ៉ាំជាមួយសាឡាត់ដើម្បីរក្សាសារធាតុចិញ្ចឹមពេញលេញសម្រាប់ខួរក្បាលដ៏ក្មេងខ្ចីរបស់ខ្លួនទី8បន្លែបៃតងលេខ8គឺប្រភេទបន្លែបៃតងដែលមានស្លឹកពណ៌ចាស់ឧទាហរណ៍ដូចជាបន្លែកូឡាតស្ពៃពួយលេងនិងផ្កាខាត់ណាខៀវហេតុអ្វីបានជាអ្នកជំនាញតែងតែណែនាំយើងឲ្យញ៉ាំបន្លែបៃតងឲ្យបានច្រើនពីព្រោះពួកវាសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានប្រយោជន៍ដល់ខួរក្បាលដូចជាវីតាមីន K, លីតេអ៊ីន ហ្វូលេតនិងបេតាការ៉ូតែនជាពិសេសវីតាមីន K ក្នុងបន្លែបៃតងចូលរួមក្នុងដំណើរការបង្កើត Sphingolipid ដែលជាប្រភេទខ្លាញ់ដែលផ្ទុកក្នុងកោសិកាខួរក្បាលជួយការពារសរសៃប្រសាទការស្រាវជ្រាវបង្ហាញថាអ្នកដែលញ៉ាំបន្លែបៃតងយ៉ាងហោចណាស់មួយចំណែកក្នុងមួយថ្ងៃមានល្បឿននៃការចុកខ្សោយនៃការយល់ដឹងយឺតជាងអ្នកដែលកម្រញ៉ាំបន្លែការបន្ថែមបន្លែបៃតងមួយចានទៅក្នុងអាហារពេលល្ងាចមិនត្រឹមតែជួយឲ្យប្រព័ន្ធរំលាយអាហារល្អប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាវិធីស្រោចទឹកដល់កោសិកាខួរក្បាលជួយឲ្យយើងមានស្មារតីភ្លឺស្វាងនិងការពារការភ្លេចភ្លាំងយ៉ាងមានប្រសិទ្ធភាពទី9ប្រភេទសណ្តែកនិងធញ្ញជាតិលេខ9នោះគឺប្រភេទសណ្តែកនិងធញ្ញជាតិប្រសិនបើលោកតាលោកយាយនិងបងប្អូនចង់ផ្ដល់ប្រភពថាមពលដ៏រឹងមាំដើម្បីឲ្យខួរក្បាលដំណើរការបានល្អពេញមួយថ្ងៃមិនងាយហត់នឿយសូមកុំភ្លេចបន្ថែមសណ្តែកបាយសណ្តែកខ្មៅសណ្តែកសៀងឬក៏ស្រូវសាលីនិងអង្ករសម្រូបទៅក្នុងរបបអាហារជារៀងរាល់ថ្ងៃមូលហេតុគឺដោយសារតែខួរក្បាលរបស់យើង
ប្រើប្រាស់ថាមពលរហូតដល់ 20% នៃថាមពលរាងកាយទាំងមូលហើយប្រភពថាមពលដែលល្អបំផុតសម្រាប់វាគឺជាជាតិស្ករ glucose ដែលបញ្ចេញមកសន្សឹមនឹងថេរ៉ប្រភេទសណ្តែកនិងធញ្ញជាតិទាំងនេះមានសន្ទុះជាតិស្ករទាបដែលជួយផ្ដល់ថាមពលដល់ខួរក្បាលបានយូរអង្វែងនិងមានស្ថិរភាពមិនធ្វើឲ្យយើងមានអារម្មណ៍ថាអស់កម្លាំងលះល្ហាយភ្លាមនោះទេក្រៅពីនេះពួកវាក៏សម្បូរទៅដោយម៉ាញ៉េស្យូមនិងវីតាមីនក្រុម B ដែលជាជំនួយការយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពផ្ដោតអារម្មណ៍និងជួយកាត់បន្ថយភាពតានតឹងដល់ប្រព័ន្ធសរសៃប្រសាទរបស់អស់លោកអ្នកផងដែរការដែលលោកតាលោកយាយនិងបងប្អូនផ្លាស់ប្ដូរពីការញ៉ាំបាយសឬម្សៅសខ្លះមកជំនួសដោយប្រភេទសណ្តែកឬធញ្ញជាតិវិញគឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃបំផុតដើម្បីរក្សាចិត្តគំនិតឲ្យរហ័សរហួនបត់បែននិងពោរពេញទៅដោយថាមពលទោះស្ថិតនៅក្នុងវ័យណាក៏ដោយលោកតាលោកយាយនិងបងប្អូនជាទីគោរពដំណើរនៃការថែរក្សាសុខភាពខួរក្បាលមិនមែនជាគោលដៅបញ្ចប់នោះទេប៉ុន្តែវាគឺជាជម្រើសដ៏ខ្ជាប់ខ្ជួនក្នុងអាហារនីមួយៗជារៀងរាល់ថ្ងៃខួរក្បាលរបស់យើងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតវាផ្ទុកនូវការចងចាំគ្រប់គ្រងអារម្មណ៍និងកំណត់នូវអត្តសញ្ញាណរបស់ខ្លួនយើងការបំបែកនូវកំពូលអាហារទាំង9នេះមិនមែនជាការផ្ដល់សារធាតុចិញ្ចឹមប៉ុណ្ណោះទេប៉ុន្តែវាក៏ជាវិធីដែលយើងសម្ដែងនូវការដឹងគុណចំពោះរាងកាយជួយឲ្យចិត្តគំនិតតែងតែរឹងមាំចំពោះមុខបញ្ហាប្រឈមនៃពេលវេលាភាពចាស់គឺជាច្បាប់ធម្មជាតិប៉ុន្តែការចាស់ទៅដោយមានស្មារតីភ្លឺស្វាងនិងពោរពេញទៅដោយថាមពលឬអត់នោះសិទ្ធិសម្រេចគឺស្ថិតនៅក្នុងដៃនិងចានអាហាររបស់អស់លោកអ្នកផ្ទាល់សូមចាប់ផ្ដើមពីការផ្លាស់ប្ដូរតូចៗបំផុតស៊ុតមួយគ្រាប់សម្រាប់អាហារពេលព្រឹកបន្ថែមបន្លែបៃតងបន្តិចក្នុងអាហារពេលល្ងាចឬជ្រើសរើសគ្រាប់វ៉ាល់ណាត់ប៉ុន្មានគ្រាប់ធ្វើជាអាហារសម្រន់ការផ្លាស់ប្ដូរតូចៗនៅថ្ងៃនេះគឺជាការវិនិយោគដ៏ធំបំផុតសម្រាប់វ័យចាស់ដែលមានសុភមង្គលនិងមានស្មារតីល្អនៅថ្ងៃក្រោយមេរៀនជីវិតសង្ឃឹមយ៉ាងមុតមមថាបញ្ជីនៃកំពូលអាហារទាំង9នេះនឹងក្លាយជាមិត្តដ៏គួរឲ្យទុកចិត្តក្នុងបញ្ជីមុខម្ហូបនៃគ្រួសារបងប្អូនកុំភ្លេចចែករំលែកជាមួយខ្ញុំថាតើប្រភេទអាហារណាដែលបងប្អូនចូលចិត្តជាងគេឬការផ្លាស់ប្ដូរវិជ្ជមានដែលបងប្អូនបានទទួលអារម្មណ៍ឃើញនៅក្នុងផ្នែកមតិយោបល់ខាងក្រោមជាថ្មីម្ដងទៀតសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកតាលោកយាយនិងបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីតាមដានវីដេអូថ្ងៃនេះការគាំទ្ររបស់អស់លោកអ្នកគឺជាកម្លាំងចិត្តឲ្យមេរៀនជីវិតបន្តចែករំលែកចំណេះដឹងសុខភាពដែលមានប្រយោជន៍សូមជូនពរឲ្យគ្រប់គ្នាមានសុខភាពល្អបរិបូរណ៍ស្មារតីភ្លឺស្វាងនិងរីករាយនឹងរាល់ខណៈពេលដ៏មានតម្លៃនៃជីវិតកុំភ្លេចចុច like subscribe និង share ប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍ជម្រាបលានិងជួបគ្នាឡើងវិញក្នុងវីដេអូចែករំលែកសុខភាពបន្ទាប់សូមអរគុណ